ទៅអត់មានអាណាមូលធំដូចផ្សិតដែលយើងអាសាឃើញគេលក់នឹងទេនេះយើងចាត់កន្លែងគល់វាដែលមានដីមានអីលាងទឹកទុកឲ្យស្អាតម្ដុំមកបន្ទាប់មកខ្ញុំមកកិនសាច់ជ្រូកនេះគឺខ្ញុំប្រើជាសាច់ស្មើមុខប្រហែលជា2ខាំបងប្អូនចង់កិនដូចខ្ញុំអញ្ចឹងក៏បានឬក៏អញ្ច្រាមក៏បានដែរគ្រាន់តែថាកិនចេះវារៀងលឿនជាងបន្ទាប់ពីនឹងមកគឺខ្ញុំមកបុកម្ទេសម្ដងសម្រាប់ម្ទេសអារៀងធំនេះអានឹងគឺជាប្រភេទម្ទេសម្លេអានឹងអត់ហឹរទេបងប្អូនគ្រាន់តែថាវាមានក្លិនម្ទេសដែរហើយបាទខ្ញុំបន្ថែមម្ទេសដៃនាងនឹង5-6គ្រាប់បន្ទាប់ពីយើងរៀបចំគ្រឿងក្រើរួចរាល់ហើយយើងមកដាក់បំពងខ្ទឹមសជាមួយនឹងគល់ខ្ទឹមមើលតែសបករបស់វាឡើងព្រឿងមកល្មមខ្ញុំដួសម្ទេសដែលយើងបានបុកនឹងដាក់បំពងជាមួយគ្នាឲ្យឡើងក្លិនឈ្ងុយក្លិនឈ្ងុយម្ទេសសិនចាំដាក់សាច់ជ្រូកចូលសម្រាប់សាច់ជ្រូកនេះឆាឲ្យឆ្អិនហ្មងបងប្អូនចាំដាក់គ្រឿងទឹកប្រេងខ្យងខ្ញុំដាក់ចំនួន2ស្លាបព្រាបាយទឹកត្រី1ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេហើយចុងក្រោយគេនឹងគឺជាស្ករចំនួន1ស្លាបព្រាកាហ្វេសម្រាប់ឆាមួយមុខនេះខ្ញុំដាក់ស្ករច្រើនទេបងប្អូនដោយសារតែរសជាតិផ្អែមហ្នឹងគឺវាចេញពីផ្សិតនឹងមកស្រាប់ហើយយើងឆាឲ្យវាចូលជាតិមកល្មមហើយចាំចាក់ផ្សិតចូលហ្មងសម្រាប់ផ្សិតនេះឆាឆាប់ឆ្អិនទេបងប្អូនប្រហែលជាខ្ទង់2នាទីអីហ្នឹងគឺវាឆ្អិនហើយបើសិនជាបងប្អូនមានប្រេងម្ទេសអាចបន្ថែមដូចខ្ញុំអញ្ចឹងតិចបានវាធ្វើឲ្យឆារបស់យើងមានក្លិនឈ្ងុយហើយពណ៌សម្បុរនឹងក៏ស្អាតដែរឆាប្រហែលជាខ្ទង់1នាទី2នាទីអីហ្នឹងមើលតែផ្សិតរបស់យើងឆ្អិនមកល្មមបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងតាមហ្នឹងទៅសម្រាប់ខ្ញុំរសជាតិអត់យកប្រៃពេកក៏អត់យកផ្អែមពេកដែរបងប្អូនរសជាតិយករៀងសាបបល្មមអញ្ចឹងណាហើយចុងក្រោយគេយើងគ្រាន់តែរោយស្លឹកខ្ទឹមកូរវាទៅ 4-5 ត្រឡប់ទៀតគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយផ្សិតចំបើងធម្មជាតិដែលដុះដោយខ្លួនឯង